Kingston បញ្ចេញ USB flash ចំនួន2 model មានតម្លៃថ្លៃមិនធម្មតាសួស្តីប្រិយមិត្តអ្នកនរគ្នាសូមស្វាគមន៍មកកាន់កម្មវិធី Cambo Update យើងម្នាក់សុទ្ធតែមានចំណុចខ្លាំងហើយកាន់តែអស្ចារ្យនៅពេលយើងមានទូរស័ព្ទដែលមានលក្ខណៈពិសេសគួបផ្សំនឹងភាពច្នៃប្រឌិតបញ្ចេញសមត្ថភាពពិសេសរបស់អ្នកជាមួយ Galaxy A ថ្មីនេះក្រុមហ៊ុន Kingston បានធ្វើការប្រកាសតម្លៃ flash របស់ខ្លួនចំនួន2 model គឺទំហំ 1TB និង 2TB ដែលមានតម្លៃដល់ទៅខ្ទង់$1000ឯណោះនិយាយពីល្បឿនរបស់វាគឺពិតជាលឿនមែនទែននៅក្នុងការចែករំលែកឯកសារទៅឧបករណ៍ផ្សេងដែលល្បឿន read មានល្បឿន 300MB/s និងល្បឿន write មានល្បឿន 200MB/s ឯណោះ Flash ទាំងពីរនេះមានដាក់លក់ជាផ្លូវការហើយក្នុងតម្លៃ$1625សម្រាប់ទំហំ 1TB និង $2273សម្រាប់ទំហំ 2TB ដោយនេះប្រសិនបើអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍អាចធ្វើការ order បានតាមរយៈ website ផ្លូវការរបស់ Kingston ងាកមកមើលក្រុមហ៊ុន Microsoft វិញបានសហការជាមួយនឹង Porsche ក៏បានបញ្ចេញនៅ computer series ថ្មីមួយផងដែរវាមានឈ្មោះជាផ្លូវការថា Surface Book Porsche Design ដែលមានការ design រូបរាងបែប Porsche មានការរចនាឡើងស្រោបដោយលោហាធាតុអាលូមីញ៉ុមរឹងមាំល្អដែលមើលទៅពិតជាស៊ីវិល័យនិងថ្លៃថ្នូរមែនទែនសម្រាប់ model នេះមានកម្លាំងម៉ាស៊ីនដំណើរការដោយ CPU ប្រភេទ Core i7 លេខ 7500U ជាប្រភេទ CPU ជំនាន់ទី 7 មិនឆាប់ក្តៅនិងស្ងាត់ផងដែររីឯ graphic card វិញវាប្រើការរបស់ Intel HD Graphics 620ដែលជា graphic ល្មមមិនមែនជា graphic card អាចលេង game ធំៗបានឡើយប៉ុន្តែវាអាចបង្ហាញរូបភាពបានច្បាស់ល្អសម្រាប់ការ design ចំពោះទំហំ RAM វិញមានទំហំ 16GB និងអង្គផ្ទុកទិន្នន័យមានទំហំ 512GB ជាប្រភេទ SSD ហើយអ្វីដែលពិសេសជាងគេនោះគឺ Surface Book Porsche Design នេះអាចធ្វើការបត់អេក្រង់បានដល់ទៅ180ដឺក្រេថែមទៀតផងដែរវាមិនទាន់មានដាក់លក់នៅលើទីផ្សារអន្តរជាតិនៅឡើយទេតែតម្លៃត្រូវបានទម្លាយចេញពីក្រុមហ៊ុន Microsoft ផ្ទាល់ហើយដោយវាមានតម្លៃដល់ទៅ$3250ណោះសូមអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលតាមដានទស្សនាវីដេអូ update នៅក្នុងថ្ងៃនេះអរគុណខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀត